ថាបងដើរលើស្ពានឃ្លានជ្រក់ស្ពៃណាគង់តែឃ្លានជ្រក់ស្ពៃដដែលចាំបាច់ដើរលើស្ពានបានឃ្លានអីអាបាទតែឃ្លានពេលដើរលើស្ពានហ្នឹងអានេះដើរក្បែរដើមជ្រៃឬរៃជេជ្រឹងតាំងពីដើមលើមិនដែលឮថារៃចេះជេបើរៃច្រៀងមកពេលវាមានដឹងដែរឮតែវាស្រែកជេចាចលើដើមច័ន្ទមិញថាលើដើមជ្រៃឥឡូវវាថាលើដើមច័ន្ទណានៃនោះវិញហើយរៃតាឯងមកពីណាចេះស្រែកជេចាដូចចាបនោះហ៎បាទនោះស្ទាំងមកវងហើបុកគូតអ្នកស្ទូងនៅក្បែរមាត់ស្ទឹងហើយអាស្ទាំងនោះវាអត់មានភ្នែកទេអីអាបានវាហៅទៅជួលគូតអ្នកស្ទូងនោះដឹងអីលោកព្រះខ្ញុំមើលពីចម្ងាយវាអត់ច្បាស់ដែរហើយបាទស្រែកយំត្រហឹងសម្លឹងមើលស្ទាំងហោះអស្ទុយរួចបងដើរក្រោមស្ពាននឹកឃ្លានផ្លែស្ពឺតាហែងមកពីណាដើរក្រោមស្ពានសត្វទឹកហ្នឹងទូគេចតក្រោមស្ពានហើយដើរលេងមួយផ្លែតហ្នឹងឃើញតែឈុំលីឈើយកទៅធ្វើមកឈុំទៅឈុំលីឈើទៅធ្វើមកឈុំដាក់ហែងមែនបាទនឹកគិតដល់មមីចង់ឆៃថ្លើមមូសជួយឯងឃ្លានអីក៏ខុសគេមែនដឹងតែកាយព្រើលដេញព្រុសរត់បាត់ជើងសព្រាតណា